សួស្តីបងប្អូនអ្នកស្រឡាញ់រឿងព្រេងនិទានរឿងអាកំបាំងនិងភាពរន្ធត់ទាំងអស់គ្នាថ្ងៃនេះយើងនឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដីនៃព្រិលភ្នំនិងរឿងនិទានដ៏អស្ចារ្យយើងនឹងស្វែងយល់អំពីរឿងព្រេងដ៏ល្បីល្បាញមួយអំពីវិញ្ញាណស្រីស្អាតម្នាក់មានឈ្មោះថា Yuki Onna ដែលមានន័យថានារីព្រិលតើនាងជានរណាតើនាងជាវិញ្ញាណល្អឬអាក្រក់ហើយហេតុអ្វីបានជានាងនៅតែធ្វើឲ្យមនុស្សទូទាំងពិភពលោកភ័យខ្លាចនិងចាប់អារម្មណ៍រហូតដល់សព្វថ្ងៃនេះYuki Onna គឺជាយោខាយឬវិញ្ញាណមួយប្រភេទដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនៅក្នុងរឿងព្រេងនិទានប្រទេសជប៉ុននាងជាតួអង្គដ៏អាថ៌កំបាំងមួយដែលលេចមុខនៅក្នុងរឿងនិទានជាច្រើនសតវត្សមកហើយនាងត្រូវបានគេពណ៌នាថាជាស្ត្រីដ៏ស្រស់ស្អាតអស្ចារ្យមានសក់ខ្មៅវែងរលោងភ្នែកខ្មៅដែលបង្កប់នូវភាពត្រជាក់ដូចទឹកកកហើយជាពិសេសគឺស្បែករបស់នាងសដូចព្រិលនាងតែងតែបង្ហាញខ្លួននៅក្នុងសម្លៀកបំពាក់ kimono ពណ៌សដែលធ្វើឲ្យនាងមើលទៅដូចជាស្រមោលនៅក្នុងព្រិលអ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺនាងជារឿយៗត្រូវបានគេពណ៌នាថាអត់មានជើងនោះទេហើយហោះលើអាកាសដោយគ្មានសម្លេងឬក៏អាចដើរនៅលើផ្ទៃព្រិលដោយមិនបន្សល់ទុកនៅដានជើងអ្វីនោះឡើយនេះហើយជាសញ្ញាមួយដែលបញ្ជាក់ថានាងមិនមែនជាមនុស្សធម្មតាតំបន់ដែល Yuki Onna ត្រូវបានគេជឿជាក់ថារស់នៅបង្ហាញខ្លួនចឹកញឹកបំផុតគឺតំបន់ភ្នំព្រៃឈើដែលគ្របដណ្ដប់ដោយព្រិលយ៉ាងក្រាស់ឬព្រឹកដាច់ស្រយាលដែលកម្រមានមនុស្សឆ្លងកាត់ជាពិសេសនៅរាត្រីព្រិលធ្លាក់ខ្លាំងឬនៅពេលដែលមានព្យុះទឹកកកនាងតំណាងឲ្យភាពស្រស់ស្អាតដ៏គ្រោះថ្នាក់នៃធម្មជាតិនៅក្នុងរដូវរងាដ៏ត្រជាក់រឿងព្រេងរបស់ Yuki Onna មានលក្ខណៈខុសគ្នានៅតាមតំបន់នីមួយៗនៃប្រទេសជប៉ុនរឿងខ្លះពណ៌នាថានាងគ្រាន់តែជាវិញ្ញាណឯកោដែលឆ្លងកាត់អ្នកដំណើររីឯរឿងខ្លះទៀតបានពណ៌នាថានាងគឺជាឃាតករដ៏សាហាវដែលប្រើសម្រស់របស់នាងជានុយប៉ុន្តែរឿងនិទានដ៏ល្បីល្បាញបំផុតមួយត្រូវបានកត់ត្រាដោយអ្នកនិពន្ធ Lafcadio Hearn នៅក្នុងសៀវភៅ Quaden Story and Study of Strange Things ដែលបានបោះពុម្ពឡើងនៅឆ្នាំ1904ដែលធ្វើឲ្យតួអង្គ Yuki Onna ក្លាយជាតួអង្គដែលគេស្គាល់ជុំវិញពិភពលោករឿងនោះមានចំណងយើងថា Yuki Onnaវាបាននិយាយពីបុរសកាប់ឈើ2នាក់មួយជាក្មេងមួយជាចាស់ពួកគេទាំងពីរនាក់បានជាប់នៅក្នុងព្យុះព្រិលដ៏ធំមួយនៅពេលដែលកំពុងកាប់ឈើដើម្បីរស់ពួកគេក៏បានចូលក្រោមខ្ទមមួយនៅកណ្ដាលព្រៃនៅពេលដែលពាក់កណ្ដាលរាត្រីនៅពេលដែលព្យុះកំពុងតែបោះបោរយ៉ាងខ្លាំង Yuki Onna បានបង្ហាញខ្លួនមកនាងបានចូលទៅក្នុងខ្ទមនោះហើយបានសម្លាប់បុរសចាស់ដោយដកដង្ហើមត្រជាក់របស់នាងនៅចំពោះមុខបុរសចំណាស់នោះហើយបុរសចំណាស់ក៏បានខ្លាចជាតកកស្លាប់បាត់បង់ជីវិតទៅប៉ុន្តែនាពេលដែលនាងងាកមកមើលបុរសក្មេងដែលមានឈ្មោះថា Minochiki ដែលកំពុងតែភ័យខ្លាចយ៉ាងខ្លាំងនាងបែរជាមិនសម្លាប់គាត់ទៅវិញប៉ុន្តែនាងបានប្រាប់បុរសនោះថាប្រសិនបើអ្នកហ៊ាននិយាយរឿងនេះប្រាប់នរណាម្នាក់នាងនឹងសម្លាប់គាត់ដែរបន្ទាប់ពីការព្រមាននេះ Yuki Onna ក៏បានរលាយបាត់ទៅក្នុងអាកាសដូចជាផ្សែងព្រិលបាត់ទៅប៉ុន្មានឆ្នាំក្រោយមក Minochiki ដែលជាបុរសវ័យក្មេងដែលត្រូវបានរស់រានមានជីវិតនោះបានត្រឡប់មកភូមិវិញហើយរស់នៅជាធម្មតាអូ Yuki ដែលមានសម្រស់ស្រស់ស្អាតស្បែកសដូចព្រិលតកគាត់ក៏លង់ស្នេហ៍នាងភ្លាមហើយបញ្យូរប៉ុន្មានទៀតពួកគេក៏បានរៀបការជាមួយគ្នាហើយមានកូនជាច្រើនរស់នៅដោយមានសេចក្តីសុខនៃក្រុមគ្រួសារអូយូគីជាភរិយាដ៏ល្អនិងជាម្ដាយដ៏ល្អប៉ុន្តែនៅថ្ងៃមួយ Minochiki បានប្រាប់រឿងនៃ Yuki Onna នាពេលដែលគាត់និយាយចប់ភ្លាមអូ Yuki ក៏បានប្រែប្រួលភ្លាមនាងប្រែទៅជាស្លេកស្លាំងភ្នែករបស់នាងប្រែពណ៌ខ្មៅយ៉ាងត្រជាក់នាងបានក្រោកឈប់ឡើងហើយទឹកមុខដ៏ស្រស់ស្អាតរបស់នាងប្រែក្លាយទៅជាគួរឲ្យខ្លាចនាងបាននិយាយទាំងកំហឹងថាអ្នកបានបំផ្លាញពាក្យសន្យារបស់ខ្លួនខ្ញុំគឺជា Yuki Onna ដែលបានទុកជីវិតរបស់អ្នកនៅពេលយប់នោះMinochiki ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយភ័យខ្លាចរហូតដល់ទ្រាំមិនបាន Yuki Onna បានខឹងសម្បាយ៉ាងខ្លាំងដោយ Minochiki បានបំពេញពាក្យសន្យារបស់ខ្លួនប៉ុន្តែនាងមិនសម្លាប់គាត់នោះទេដោយសារតែកូនរបស់នាងកំពុងតែដេកនៅក្បែរនោះនាងបានប្រមាន Minochiki ថានាងនឹងត្រឡប់មកវិញប្រសិនបើគាត់មិនថែទាំរក្សាកូនរបស់ពួកគេឲ្យបានល្អបន្ទាប់ពីពេលនោះមកនាងក៏រលាយបាត់ទៅក្នុងអាកាសដូចផ្សែងព្រិលដែលបន្សល់ទុកតែភាពត្រជាក់និងការភ័យខ្លាចរបស់ Minochiki នៅក្នុងចិត្តរឿងនិទានរបស់ Yuki Onna នេះមិនមែនគ្រាន់តែជារឿងភ័យរន្ធត់មួយនោះទេនាងមានអត្ថន័យយ៉ាងជ្រាលជ្រៅនិងមាននិមិត្តសញ្ញាជាច្រើននៅក្នុងវប្បធម៌របស់ប្រទេសជប៉ុន Yuki Onna តំណាងឲ្យភាពស្រស់ស្អាតដ៏ទាក់ទាញនៃធម្មជាតិនៅក្នុងរដូវរងាដ៏ត្រជាក់ប៉ុន្តែវាក៏ជាភាពគ្រោះថ្នាក់ដ៏សាហាវដែលអាចកើតឡើងដោយសារតែព្រិលតកនិងខ្យល់ព្យុះផងដែរសម្រស់របស់នាងមានការទាក់ទាញប៉ុន្តែក៏មានការប៉ះពាល់រហូតដល់ការស្លាប់ផងដែរនាងត្រូវបានគេមើលឃើញថាជាវិញ្ញាណដែលរស់នៅក្នុងភាពឯកោភាពសោកសៅ
នៅក្នុងពិភពតករបស់នាងជួនកាលរឿងនិទានខ្លះក៏បានបង្ហាញពីភាពអាណិតអាសូររបស់នាងផងដែរដូចជាការទុកជីវិតរបស់ Minochiki ជាដើម Yuki Onna បានរំលឹកមនុស្សអំពីធម្មពលដ៏សាហាវនិងភាពមិនអាចទាយជាមុនរបស់ធម្មជាតិដែលបានផ្ដល់ជីវិតឲ្យមនុស្សប៉ុន្តែក៏អាចដកហូតជីវិតនៅគ្រប់ពេលវេលាផងដែរនាងគឺជាការប្រមានអ្នកណាដែលហ៊ានប្រមាថនៃធម្មជាតិរឿងរ៉ាវរបស់ Minochiki ក៏បានបង្ហាញពីសារៈសំខាន់មួយនៃការរក្សាពាក្យសន្យាហើយការបំពានពាក្យសន្យាអាចនាំមកនូវផលអាក្រក់ដ៏ធ្ងន់ធ្ងរដែលអាចកើតឡើងYuki Onna នៅតែជាតួអង្គមួយដ៏ពេញនិយមនិងមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងវប្បធម៌ប្រទេសជប៉ុននាសម័យទំនើបនិងទូទាំងពិភពលោកនាងត្រូវបានគេឃើញជាញឹកញាប់នៅក្នុងគំនូរជីវចល anime និង manga តួអង្គជាច្រើនដូចជានៅក្នុងរឿង Rosalia and Vampire ដែលមានតួអង្គ Yuki Onna នេះហើយនៅក្នុងខ្សែភាពយន្តជាច្រើនក៏បានបង្ហាញពី Yuki Onna ផងដែរតែនៅក្នុងរឿងភ័យរន្ធត់និងរឿងបែបមនុស្សចេតនាមួយវិញទៀតនាងក៏បានលេចឡើងជាតួអង្គឬក៏ជាសត្រូវនៅក្នុងល្បែងហ្គេមផ្សេងៗផងដែរលើពីនេះទៅទៀតនាងនៅតែបន្តជាប្រភពនៃការបំផុសគំនិតសម្រាប់សិល្បៈនិងអ្នកនិពន្ធសរសេរផ្សេងៗជាចុងបញ្ចប់បើបងប្អូនមានឱកាសធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅក្នុងរដូវរងាហើយជួបប្រទះនឹងព្យុះព្រិលធ្លាក់ខ្លាំងសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ប្រសិនបើអ្នកឃើញនារីដ៏ស្រស់ស្អាតម្នាក់ឈរនៅកណ្ដាលព្យុះមានសក់ខ្មៅវែងស្បែកសដូចព្រិលតែនាងមិនបន្សល់ទុកដានជើងអ្វីឡើយសូមចងចាំថានាងប្រហែលជាង Yuki Onna រឿងនិទានរបស់ Yuki Onna គឺជាការរំលឹកពីភាពស្រស់ស្អាតដ៏អស្ចារ្យនៃធម្មជាតិជួនកាលក៏អាចផ្ដល់នូវភាពគ្រោះថ្នាក់ដ៏គួរឲ្យភ័យខ្លាចផងដែរនាងគឺជាវិញ្ញាណព្រិលដែលបន្តបន្លាចក្តីស្រមើស្រមៃរបស់យើងអស់ជាច្រើនឆ្នាំទៅហើយនឹងបន្តបង្កើតរឿងរ៉ាវផ្សេងៗទៀតនៅថ្ងៃអនាគតតើបងប្អូនយល់យ៉ាងណាដែរចំពោះរឿងព្រេងរបស់ Yuki Onna តើអ្នកធ្លាប់ឮពីរឿងព្រេងជប៉ុនផ្សេងទៀតដែលគួរឲ្យចាប់អារម្មណ៍ឬរឿងភ័យរន្ធត់ពីប្រទេសផ្សេងទៀតដែរឬទេសូមជួយចែករំលែកនៅក្នុង comment ខាងក្រោមកុំភ្លេចចុច like subscribe និង share វីដេអូនេះផងដែរដើម្បីកុំឲ្យអាក់ខានវីដេអូថ្មីៗពី channel របស់យើងជួបគ្នាម្ដងទៀតនៅពេលក្រោយ